សួស្តីបងប្អូនទាំងអស់គ្នាចឹងបើឆាកដំបូងមកបងប្អូនទាំងអស់គ្នាប្រកាសជាដឹងដែរខ្ញុំនឹងចង់និយាយពីអីហើយចឹងអាហ្នឹងនាំបងប្អូនដែលអាសាមវែងជាមួយនឹងផ្សារអូស័យកុំឲ្យវែងទៀតចឹងអាចមើលវីដេអូខ្ញុំត្រួសបានទាក់ទងជាមួយនឹងកន្លែងញ៉ាំអីចេញពីពេលព្រឹកចឹងទៅយើងអាចជិះម៉ូតូទៅញ៉ាំកាហ្វេឬក៏ជិះឡានវាពិបាកទេជិះម៉ូតូស្រួលទេអញ្ចឹងតែញ៉ាំកាហ្វេហើយកន្លែងហ្នឹងវាលើសពីកាហ្វេទៀតអញ្ចឹងបងប្អូនអាចញ៉ាំមីសួរញ៉ាំអីញ៉ាំម្ជូរស្រស់ឬក៏នំចុកនំអីផ្សេងៗនំចុកស្រស់គុយទាវអីអូយច្រើនសម្បូរបែបហ្នឹងអញ្ចឹងផ្សារអូស័យធានាអត់ឲ្យវែងទេអញ្ចឹងអាហ្នឹងខ្ញុំដល់ស្តុបនីកុងហ៊ីដល់ស្តុបនីកុងហ៊ីហើយយើងបត់ឆ្វេងមកបងប្អូនទៅត្រង់ក៏បានដែរគ្រាន់តែបងប្អូនត្រូវជិះមកជុំផ្សារអូស័យដើម្បីមកច្រកខាងជើងវិញអញ្ចឹងណាអញ្ចឹងច្រកខាងជើងនេះបងប្អូនទៅត្រង់រហូតដល់ស្តុបមួយទៀតហ្នឹងនៅខាងជើងផ្សារអូស័យហ្មងអញ្ចឹងនេះកាហ្វេយើងនៅខាងស្នាមដៃហ្នឹងតតែម្ដងអរគុណបងប្អូនទាំងអស់គ្នាបាយ